បាទខ្ញុំបាទសុធីមសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីបាទខ្ញុំគឺជាមន្ត្រីព័ត៌មានវិទ្យាស្រុកដំណាក់យ៉ាងអើខេត្តកែបហើយនៅពេលនេះដែរខ្ញុំសូមលើកយកពីកម្មវិធីមួយគឺកម្មវិធី Passcape កម្មវិធី Passcape នេះគឺជាកម្មវិធីមួយសម្រាប់ដោះស្រាយ password របស់កុំព្យូទ័របាទលេខកូដរបស់កុំព្យូទ័រដែលជាប់ជាលក្ខណៈ user ឬក៏ admin ក៏យើងត្រូវយកកម្មវិធីនេះមកប្រើដែរបាទហើយជាដំបូងគឺយើងត្រូវបើកកម្មវិធីហ្នឹងគឺខ្ញុំដាក់នៅក្នុង folder Passcape ហើយយើងត្រូវ double click ទៅលើ file exe របស់កម្មវិធីហ្នឹងពេលនោះវានឹងចេញផ្ទាំងមួយមកវាឲ្យយើងជ្រើសរើសជាលក្ខណៈយើងធ្វើជាលក្ខណៈ CD ឬមួយក៏ជា USB បាទហើយឥឡូវនេះដែរគឺយើងត្រូវការធ្វើជាលក្ខណៈ USB បាទអញ្ចឹងយើងត្រូវ click ទៅលើ radio button ឈ្មោះថា create bootable USB disk បាទគឺយើង click លើហ្នឹងហើយត្រង់ source ISO image file នេះគឺយើង browse ទៅរក file របស់វាគឺ file ISO ដែរគឺឈ្មោះថា rwpa.iso បាទជាលក្ខណៈ file ISO គឺយើងចុចលើហ្នឹងរួចហើយយើង open បាទដល់ពេលនោះវានឹងចូលទៅក្នុងកម្មវិធីហ្នឹងហើយយើងចុច next បាទហើយយើងមើល available USB drive នេះគឺជា drive របស់ flash របស់យើងបាទអញ្ចឹង flash របស់យើងគឺឈរនៅលើ drive 8គឺឈ្មោះថា Passcape បាទនេះជាឈ្មោះរបស់ flash ហើយទំហំរបស់វាគឺ1951 MB សូមចំណាំថាបើសិនជាត្រង់ចំណុចនេះចំណុច drive flash នេះវាអត់តាន់មានឃើញ drive flash ទេយើងត្រូវចុច refresh list បាទគឺយើងត្រូវចុច refresh list នេះបាទវានឹងទៅរក drive USB របស់យើងហើយបន្តមកទៀតគឺនៅពេលដែលវាចូលទៅដល់ drive flash ហ្នឹងហើយយើងចុច create បាទចុចពាក្យថា create វានឹងចាប់ផ្ដើម extracting file ISO ហ្នឹង image ហ្នឹងបាទសូមរងចាំបាទន័យថារាល់ទិន្នន័យនៅលើ drive 8គឺយើងត្រូវតែកំទេចវាចោលបាទគឺហាក់ដូចជា format អញ្ចឹងដែរបាទអញ្ចឹងមុននឹងវាចាប់ផ្ដើម copy file នឹងចូលក្នុង drive USB វាត្រូវការសម្អាត flash សិនអញ្ចឹងយើងត្រូវចុច yes បាទវាចាប់ផ្ដើម format drive របស់ flash drive របស់ USB យើងហើយសូមរងចាំនៅពេលដែលវា format ចប់ហើយវានឹងចាប់ផ្ដើម copy file ឬក៏ folder របស់កម្មវិធី Passcape ចូលក្នុង flash របស់យើងបាទសូមរងចាំបន្តិចបាទវានឹងចាប់ផ្ដើម copy boot image ចូលក្នុង USB យើងបាទនៅពេលនេះ USB របស់យើងត្រូវបានធ្វើវាបានជោគជ័យហើយកម្មវិធី Passcape ហ្នឹងគឺត្រូវបានធ្វើចូលនៅក្នុង USB យើងបានជោគជ័យហើយដូច្នេះយើងត្រូវចុច yes បាទវាសួរយើងថាយើង remove USB ហ្នឹងដែរឬអត់បាទគឺយើងត្រូវចុច OK ហើយបន្តមកទៀតគឺយើងបិទកម្មវិធីទាំងអស់ចោលបានន័យថាយើងធ្វើបានជោគជ័យហើយបន្តមកទៀតគឺយើងត្រូវយក flash ឬក៏ USB របស់យើងហ្នឹងដាក់ចូលទៅក្នុងកុំព្យូទ័រដែលជាប់ password យើងដាក់ចូលរួចយើងត្រូវ restart
ម៉ាស៊ីនកុំព្យូទ័រនោះរួចហើយយើងចូលទៅក្នុង BIOS កែ boot table របស់វាតាម USB បាទដូច្នេះសូមអស់លោកលោកស្រីសាកល្បងបាទសូមអរគុណសូមជម្រាបលា